ចាជំរាបសួរក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីការប្រើប្រាស់ SPSS ដើម្បីវិភាគទិន្នន័យហើយទិន្នន័យនៃការវិភាគនេះភាគច្រើនខ្ញុំផ្ដោតទៅលើការសិក្សាបែបស្រង់ស្ទង់មតិគឺ survey នឹងឯងអញ្ចឹងដំបូងមកបើសិនយើងបើកទៅតែដំណើរការ SPSS ដំបូងវាចេញអញ្ចឹងយើងអាចយក new data set ព្រោះយើងអាចអត់ទាន់មានទិន្នន័យអីទេចាចឹងនៅពេលយើងបានផ្ទាំង new data set មកនៅលើ SPSS ផ្ទាំងសំខាន់មាន2មាន data view និង variable view ជាទូទៅនៅពេលដែលយើងផ្ដើមដំណើរការយើងអត់ទាន់មានក្បាលតារាងទេនេះចឹងយើងត្រូវចូល variable view ដើម្បីបង្កើតក្បាលតារាងចឹងឧទាហរណ៍ថា variable view របស់យើងចេញពីកម្រងសំណួរយើងទី1យើងសួរ page ចឹងយើងដាក់ក្បាលតារាងមក gender page type គឺយើងវាយជាលេខដែលមានចាប់ពី8អក្សរហើយមានក្រោយក្បៀសlabel នេះមិនវាយក៏បានដែរកុំឲ្យញ៉ៃច្រើន value ឡើយនេះយើងកំណត់មកតើមាន page អីគេខ្លះឧទាហរណ៍លេខ1យើងតំណាងឲ្យ page អីគេស្រីឧទាហរណ៍យើង add វាចូលមកលេខ2តំណាងឲ្យ page អីប្រុសចឹង add ចឹងយើង add បានហើយយើងអូខេមក missing អត់មានហើយអានេះយើងអាឡាញដាក់វាពេលយើងវាយវារត់ទៅលេខហ្នឹងរត់ទៅឆ្វេងឬស្ដាំហ្នឹងអត់ចាំបាច់អីទេតែសំខាន់ measure នេះតាមពិតពេលខ្លះយើងអត់ដាក់ក៏បានដែរបើយើងអត់ដឹងតែបើយើងដឹងថាវាជាទម្រង់អីទម្រង់ដែលមានលំដាប់ហើយចឹងបើវាមានទម្រង់មានលំដាប់យើងយក ordinal មកបើទម្រង់វាធម្មតាជា variable ធម្មតាដែលអត់មានលំដាប់ទេយើងយក nominal មកតែបើជាសូចនាក៏យើងយក scale មកចឹងយើងចប់ក្បាលតារាងទី1ចឹងយើងអាចត្រឡប់មកមើលឃើញក្បាលតារាងបើយើងមាន gender តោះមកយើងសួរគាត់ពីអីទៀតយើងសួរគាត់ពីអាយុអីage ចាអាយុដូចគ្នាអញ្ចឹងលេខអីដូចគ្នាមកតែអាយុយើងថាយើងអត់ទេយើងឲ្យគាត់វាយយើងឬក៏យើងវាយលេខអាយុមកក៏យើងអត់ចាំបាច់កំណត់ដែរនេះថាគួរវាយលេខ1លេខ2អាយុប៉ុន្មានដាក់ប៉ុណ្ណឹងវាយលេខប៉ុណ្ណឹងមានថាបើគាត់អាយុ18យើងវាយ18អាយុ50វាយ50អញ្ចឹងទម្រង់ nominal ព្រោះយើងអត់មានបានចាត់ជាចំណាត់ថ្នាក់ថាអាយុពី10ដល់20ដល់30អីទេអញ្ចឹងយើងអាចមាន variable ច្រើនទៀតដែលយើងបានសួរគាត់ដូចជាបទពិសោធន៍ការងារសមត្ថស្អីគេសញ្ញាបត្ររបស់គាត់គុណវុឌ្ឍរបស់គាត់បដិបដាគ្រូមួយឆ្នាំអីចឹងមកប៉ុន្តែនេះខ្ញុំគាត់ឧទាហរណ៍អញ្ចឹងឧទាហរណ៍ចូលមកដល់វគ្គសូចនាករអញ្ចឹងសូចនាករវាអាចមានច្រើនអញ្ចឹងឧទាហរណ៍ថាសូចនាករនិយាយពីអីគេសូចនាករហ្នឹងគឺនៅក្នុងចំណុចទី1ធំហើយជាសូចនាករទី1អញ្ចឹងយើងវាយ 1.1 យើងវាយ 1.1 អ្នកខ្លះគេអញ្ចឹងណាហើយបន្តមកគេទៅសេអក្សរកាត់នៃសូចនាករហ្នឹងប៉ុន្តែសម្រាប់ខ្ញុំអត់វាយអញ្ចឹងទេខ្ញុំភាគច្រើនឧទាហរណ៍សូចនាកររបស់ខ្ញុំអក្សរកាត់ក្នុងសូចនាករដល់រងហ្នឹងវាតាំងដោយសូចនាករធំ SEI យ៉ាងព្រោះវាចេញមកពីពាក្យ supervise and evaluating instruction អញ្ចឹងខ្ញុំដាក់អក្សរកាត់របស់វា SEI ហើយសូចនាករហ្នឹងល្បះទី1អញ្ចឹងខ្ញុំដាក់លេខ1មកហើយដូចគ្នាអញ្ចឹងដូចគ្នាសូចនាករមានពី1ដល់5ព្រោះដោយសារ scale ខ្ញុំប្រើ scale 1ដល់5មួយហ្នឹងគឺអីគេឧទាហរណ៍ strongly disagree យើង add មកលេខ2disagree លេខ3 scale របស់យើងគឺ neutral លេខ4 scale របស់យើង agree ទាំងហ្នឹងហើយលេខ5 scale របស់យើងគឺ strongly agree អញ្ចឹងយើង add ចូលមកអូខេហើយចុងក្រោយអានេះយើងយក scale មកហើយចឹងយើងបន្តធ្វើដល់សូចនាឧទាហរណ៍ SEI ហ្នឹងមានសូចនាករទាំងអស់5អញ្ចឹងបន្តធ្វើដល់លេខ5មកហើយបន្តមកវាចូលសូចនាករថ្មីទៀតវាមានអក្សរកាត់ពី1ដល់ប្រហែល10អញ្ចឹងទៅធ្វើរហូតដល់អស់ក្បាលតារាងបន្ទាប់ពីបានក្បាលតារាងហ្នឹងហើយអញ្ចឹងទិន្នន័យរបស់យើងមានហើយយើងប្រមូលបានហើយអញ្ចឹងយើងពេញមកអូភេទស្រីលេខ1មិនហ្នឹងអាយុ10អាយុ50ឆ្នាំអញ្ចឹងយើងពេញ50ឆ្នាំ SEI គាត់ strongly agree 5អញ្ចឹងទិន្នន័យរបស់យើងសិតតែលេខទាំងអស់អញ្ចឹងអានេះគឺវីដេអូនេះផ្ដោតលើការបំពេញទិន្នន័យ
បង្កើតក្បាលតារាងនិងពេញតិន័យចូលហើយបន្ទាប់មកយើងចាប់ដើមមើលតិន័យណាដែលគាត់ឆ្លើយអត់គ្រប់ជ្រុងជ្រោយយើងលុបចោលទៅសំណាក់ហ្នឹងទទួលយកបានទេព្រោះអីវាបាត់បង់នៅការឆ្លើយសំណួរអត់គ្រប់យើងពិបាកយកមែនតើក្នុងការវិភាគអញ្ចឹងយើងព្យាយាមពិនិត្យមើលក្លិនគេហៅ clean data ហ្នឹងណាសម្អាតតិន័យហ្នឹងគឺមើលអញ្ចឹងឯងយើងមានវាយបាត់កន្លែងណាអត់ចឹងយើងផ្ទៀងផ្ទាត់ឡើងវិញធ្វើម៉េចឲ្យតិន័យដែលយើងយកមកវិភាគគឺយើងមានក្បាលតារាងប៉ុណ្ណាយើងពេញគ្រប់ចន្លោះគ្រប់សូចនាករទាំងអស់គ្រប់ variable ទាំងអស់គឺមានតិន័យអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបដោតប៉ុណ្ណឹងអញ្ចឹងជួបគ្នានៅវីដេអូក្រោយ